ប្រសិនបើអ្នកទទួលបានអត្ថប្រយោជន៍ពីកម្មវិធី CarFresh អ្នកប្រហែលជាបានដឹងអំពីការផ្អាកដំណើរការនៃស្ថាប័នរដ្ឋាភិបាលសហព័ន្ធក្នុងពេលបច្ចុប្បន្ននេះហើយដែលវាបានប៉ះពាល់ទៅលើអត្ថប្រយោជន៍កម្មវិធី CarFresh របស់អ្នកនេះគឺជាអ្វីដែលអ្នកត្រូវតែដឹងការផ្អាកដំណើរការនេះមានន័យថាស្ថាប័នរដ្ឋាភិបាលសហព័ន្ធនឹងមិនព្រមផ្ដល់អត្ថប្រយោជន៍កម្មវិធី CarFresh សម្រាប់ខែវិច្ឆិកាឆ្នាំ2025នេះទេនៅពេលដែលការផ្អាកដំណើរការនានាត្រូវបានបញ្ចប់អត្ថប្រយោជន៍នឹងត្រូវបានផ្ដល់ជូនដល់អ្នកដែលមានសិទ្ធិទទួលបាននៅខែវិច្ឆិកាប្រសិនបើរបាយការណ៍ពាក់កណ្ដាលឆ្នាំ SAR7 ឬការកំណត់ពេលទទួលជំនួយឡើងវិញប្រចាំឆ្នាំសម្រាប់កម្មវិធី CarFresh របស់អ្នកត្រូវដល់ពេលកំណត់ក្នុងអំឡុងពេលនៃការផ្អាកដំណើរការនៃស្ថាប័នរដ្ឋាភិបាលសហព័ន្ធអ្នកត្រូវតែបំពេញកិច្ចការទាំងនោះតាមពេលកំណត់ដើម្បីបន្តមានសិទ្ធិទទួលជំនួយដូច្នេះអ្នកអាចបន្តទទួលបានអត្ថប្រយោជន៍របស់អ្នកបន្ទាប់ពីការផ្អាកដំណើរការនៃស្ថាប័នសហព័ន្ធត្រូវបានបញ្ចប់យើងសូមជំរុញឲ្យអ្នកអញ្ជើញទៅកាន់ឃ្លាំងបរិច្ចាគម្ហូបអាហារប្រចាំតំបន់របស់អ្នកហើយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអង្គការជំនួយរួមនៅក្នុងតំបន់របស់អ្នកសម្រាប់ជំនួយក្នុងអំឡុងពេលដ៏លំបាកនេះសម្រាប់បញ្ជីរាយឈ្មោះនៃទីស្នាក់ការឃ្លាំងបរិច្ចាគម្ហូបអាហារសូមចូលទៅកាន់គេហទំព័រ lafoodbank.org ឬទំនាក់ទំនងតាមទូរស័ព្ទទៅ211ដោយការហៅលេខ211ឬចូលទៅកាន់គេហទំព័រ www.211.org តាមដានក្រសួងសង្គមគិច្ចសាធារណៈ DPSS នៅលើបណ្ដាញសង្គម Facebook, Instagram និង X សម្រាប់ព័ត៌មានថ្មីៗអំពីការផ្អាកដំណើរការនៃស្ថាប័នរដ្ឋាភិបាលសហព័ន្ធយើងគឺជាក្រសួងសង្គមគិច្ចសាធារណៈ DPSS ហើយយើងនៅជាមួយអ្នក